ngàyនេះខ្ញុំនឹងនាំមកទាំងអស់គ្នាទៅធ្វើជាមួយនឹង drink ដែលមានឈ្មោះថា milk tea ញ៉ាំក៏ដូចជាការធ្វើគុជខបែកមួយខ្ញុំទាំងអស់គ្នាខ្ញុំចាប់ផ្ដើមធ្វើជាមួយនឹងគុជមុនសម្រាប់គ្រឿងផ្សំមានដូចជាម្សៅឆានិងម្សៅអូវ៉ាន់ទីនសម្រាប់របៀបនៃការធ្វើផងដែរជំហានដំបូងគឺខ្ញុំដាក់ជាមួយនឹងម្សៅឆាកន្លះកញ្ចប់ចូលបន្ទាប់មកចាប់ផ្ដើមដាក់ជាមួយនឹងម្សៅអូវ៉ាន់ទីនលាយចូលគ្នាតែម្ដងកូរវាឲ្យបានសព្វចូលគ្នាបងម្សៅអូវ៉ាន់ទីនគឺយើងចាក់បន្តិចម្ដងដើម្បីឲ្យវាលាយសព្វចូលគ្នាបានល្អប្រើជាមួយនឹងទឹក 150 ml ដាក់ស្ករសចូល3ស្លាបព្រាបាយបន្ទាប់មកទុកឲ្យទឹកស្កររបស់យើងបានពុះជាមុនសិនណាបងចាំធ្វើការដាក់ជាមួយនឹងម្សៅដែលយើងបានលាយមុននឹងចូលអំឡុងពេលដែលយើងដាក់ជាមួយនឹងម្សៅចូលផងដែរត្រូវតែបិទម្កាស់ភ្លាមមកបងបន្ទាប់មកធ្វើការច្របល់ម្សៅក៏ដូចជាទឹកស្ករឲ្យបានសព្វចូលគ្នានៅពេលដែលយើងកូរអញ្ចឹងទៅគឺល្បាយវាអត់សូវសព្វចូលគ្នាដូច្នេះហើយតម្រូវឲ្យយើងនឹងធ្វើការចកត់ជាមួយនឹងដៃចកត់វាទាំងក្តៅបងចកត់យូរទៅលេងដឹងក្តៅដូចមនុស្សដែលត្រូវគេបោកញឹកញាប់អញ្ចឹងណាបងចកត់រហូតមើលតែសាច់ម្សៅរបស់យើងស្មូតបានចូលគ្នាបានន័យថាវាជោគជ័យហើយបន្ទាប់មកចាប់ផ្ដើមយកសាច់ម្សៅរបស់យើងមកដុំយកទៅធ្វើការលុញវាជាទ្រវែងមុននឹងចាប់ផ្ដើមលុញគុជដាក់ជាមួយនឹងម្សៅឆាចូលទៅក្នុងចានដែលយើងត្រូវដាក់គុជបងដើម្បីកុំឲ្យគុជស្អិតជាប់គ្នាសម្រាប់ទំហំនៃគុជផងដែរបងអាចធ្វើការកាត់ទៅតាមចំណង់ចំណូលចិត្តបានណាកាត់វាជាកង់ទុយៗហើយបន្ទាប់មកចាប់ផ្ដើមធ្វើការលមូវាជាទម្រង់គុជលមូបែបហ្នឹងតអស់សាច់ម្សៅរបស់យើងរួចជាការស្រេចសម្រាប់គុជនេះផងដែរគឺថាងាយស្រួលធ្វើខ្លាំងមែនតើបងគឺអត់មានអីពិបាកទេបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមធ្វើការដាំទឹកចំនួន1ឆ្នាំងដើម្បីស្ងោរគុជរបស់ខ្ញុំនៅពេលដែលដាក់គុជចូលផងដែរបងកូរវាបន្តិចទៅដើម្បីកុំឲ្យគុជរបស់យើងស្អិតជាប់គ្នាមើលតែគុជដែលឡើងហើយចាប់ផ្ដើមបិទវាទុករយៈពេល30នាទីខ្ញុំចាប់ផ្ដើមមកធ្វើការកូរជាមួយនឹង milk tea ដាក់ស្ករចូលទៅតាមចំណង់ចំណូលចិត្តកូរវាឲ្យឡើងពងក្រមបន្តិចមកចាំដាក់តែចូលសម្រាប់តែផងដែរគឺខ្ញុំប្រើជាប្រភេទតែខ្មៅបងធ្វើ milk tea គឺត្រូវខ្លាំងមែនតែនកូរតែជាមួយនឹងស្ករឲ្យវាឡើងឈ្ងុយបន្តិចសិនមកចាំធ្វើការដាក់ទឹកដោះគោស្រស់ចូលបន្ទាប់មកធ្វើការកូរទឹកដោះគោរបស់យើងរួមជាមួយនឹងតែនឹងឲ្យវាបានសព្វចូលគ្នាទុកមកពុះសិនទៅបងចាំធ្វើការដាក់ទឹកដោះគោខាប់ចូលសម្រាប់ទឹកដោះគោខាប់នេះផងដែរអាចធ្វើការលេលោទៅតាមចំណង់ចំណូលចិត្តបានណាចង់ផ្អែមឬក៏ចង់ឡំកូរល្បាយទាំងអស់ឲ្យសព្វបន្ទាប់មកទុកវាមកពុះរួចជាការស្រេចរួចធ្វើការច្រោះដើម្បីយកកាក់តែចេញក្លេកមកមើលគុជខ្ញុំវាបន្ទាប់ពីទុករយៈពេល30នាទីមកខ្ញុំចាប់ផ្ដើមយកគុជរបស់ខ្ញុំទៅធ្វើការលាងជាមួយនឹងទឹកសធម្មតាលាងជំរះគុជចោលមកទឹក2ទឹកសិនទៅចាំធ្វើការយកគុជមកធ្វើការស្ងោរម្ដងទៀតជាលើកចុងក្រោយស្ងោរលោកនេះដាក់ទឹកបន្តិចរួចធ្វើការបន្ថែមជាមួយនឹងស្ករស1ស្លាបព្រាទុកវាឲ្យពុះរួចជាការស្រេចសម្រាប់ milk tea នេះផងដែរគឺងាយស្រួលធ្វើខ្លាំងមែនតើបងអត់មានអីពិបាកទេដូច្នេះការធ្វើជាមួយនឹង milk tea របស់ខ្ញុំមានតែប៉ុណ្្នឹងឯងងាយស្រួលធ្វើខ្លាំងមែនតើបងបានឃើញហើយកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណា